ទស្សន័យបងប្អូនអរគ្នាបាទបងប្អូនអ្នកខ្លះដែលបានតាមដានទស្សនារឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគ6បងប្អូនអរគ្នាបាទនិយាយទៅគឺភាគ6នេះគឺម៉ាលីគឺគាត់ត្រូវបានប្រមាថចិត្តខ្លាំងមែនទែនហើយក៏បានគេធ្វើបាបខ្លាំងមែនទែនបងប្អូនបាទដោយអាជីនឹងបានថតរូបគាត់បាទបន្ទាប់មកបានជួលគេមកធ្វើជាសង្សារដើម្បីមកឆាឆៅដើម្បីឲ្យប្រូវីតនឹងដេញម៉ាលីចេញពីផ្ទះនឹងអញ្ចឹងណាបងប្អូនអរគ្នាបាទនិយាយទៅគឺម៉ាលីមករឿងភាគ6នេះគឺម៉ាលីគឺសេតខ្លាំងតែម្ដងហើយប្រូវីតក៏គាត់ដំបូងគាត់អត់ជឿទេបងប្អូនគាត់អត់ជឿថាម៉ាលីនឹងធ្វើដល់ថ្នាក់ហ្នឹងទេប៉ុន្តែបាទបន្ទាប់ពីម៉ាលីគាត់បកស្រាយមកបាទប្រូវីតក៏បានជឿដែរបងប្អូនប៉ុន្តែបាទមិនទាន់ជឿ100%ទេហើយសម្រាប់អាជីវិញគឺគាត់ខឹងម៉ាលីនឹងខ្លាំងមែនទែនបងប្អូនអរគ្នាបាទហើយមិនដឹងថាភាព7ហ្នឹងទៅជាយ៉ាងណាទៀតទេបងប្អូនដោយសារតែភាព6ហ្នឹងអាជីមកតាមតន់ប្រូវីតអោបជាមួយម៉ាលីអញ្ចឹងណាបងប្អូនអញ្ចឹងហើយធ្វើឲ្យរឿងនេះវាកាន់តែវែងឆ្ងាយទៀតឯងបងប្អូនដោយសារតែអាជីនឹងបានជួលដៃគូដូចជាដៃគូអាឆាយម្ដងបងប្អូនដើម្បីមកឆាឆៅជាមួយម៉ាលីដើម្បីធ្វើម៉េចឲ្យម៉ាលីចេញពីផ្ទះប្រូវីតហ្នឹងហើយគឺអាឆាយវានឹងនិយាយទៅធ្វើការនៅផ្ទះវាតែម្ដងប៉ុន្តែអាឆាយមនុស្សវាគឺតាំងពីរឿងមុនអត់កំណត់មកដល់ឥឡូវនៅតែអត់កំណត់ដដែលបងប្អូននិយាយទៅបាទលយឆាយបាទฮืអហាប៉ុន្តែអត់លុយទេបាទនិយាយប្រូឆាយបាទฮืអហាប៉ុន្តែអត់លុយទេបាទអារឿងមុនក៏អញ្ចឹងដែរបាទលយឆាយฮืអហាប៉ុន្តែគឺដោយសារតែប្រពន្ធទេបាទប៉ុន្តែរឿងនេះវិញចប់ហើយបាទមានអាព្រុសមួយបាទដើរខ្ចីលុយគេចាក់បាល់ចប់បណ្ដោយអញ្ចឹងហើយរឿងភាគ7អញ្ចឹងមិនដឹងថាម៉ាលីទៅជាយ៉ាងណាទេបាទដោយសារតែអាជីបានមកតន់ជាមួយនឹងប្រូវីតបាទអោបលងជាមួយនឹងម៉ាលីអញ្ចឹងណាបងប្អូនបន្ទាប់មកបាទមិនដឹងថាភាគ7ហ្នឹងគឺអាជីឆេះដុំទៀតហើយបងប្អូនអើយបាទអាជីឆេះដុំទៀតហើយយើងមានចាំតាមដានទាំងអស់គ្នាបងប្អូនបាទថាភាគ7ហ្នឹងគឺវាល្អមើលប៉ុណ្ណាបាទហើយបងប្អូនកុំភ្លេចបាទនៅល្ងាចហ្នឹងហើយបាទគឺរឿងយើងដឹងតែចេញហើយបងប្អូនបាទតែមិនដឹងអត់ហ៊ានប្រកាសទេបងប្អូនទេបាទមិនដឹងថាម៉ោងប្រហែលអីប្រហែលទេបាទយើងចាំតាមដានទាំងអស់គ្នាទៅថាម៉ោងយើងគិតថាពីម៉ោង8 9ហ្នឹងទៅបងប្អូនចន្លោះហ្នឹងតាយើងគិតថាប៉ុណ្ណឹងចាចឹងបងប្អូនកុំភ្លេចបាទនៅថ្ងៃហ្នឹងបាទតុងម៉ោង8 9ហ្នឹងយើងគិតថាប៉ុណ្ណឹងចុះថ្ងៃលោកគាត់ផុសម៉ោង7ម៉ោងអីគាត់ថាបានដែរអញ្ចឹងបាទចាំតាមដានទាំងអស់គ្នាថាភាគ7ហ្នឹងទៅជាយ៉ាងណាបាទជីវិតម៉ាលីបាទកំសត់ជាងនឹងទៀតឬក៏ត្រូវបាទគេធ្វើបាបមិនទៀតយើងចាំតាមដានទាំងអស់គ្នាបាទឬក៏គេត្រូវដេញគាត់ចេញពីផ្ទះប្រវត្តិអីគឺយើងអត់ទាន់ដឹងទេបាទចាំមើលភាគ7ទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយ Subscribe នៅ Channel ខ្ញុំបាទម្នាក់មួយផងបាទខ្ញុំសូមបងប្អូនបងណាអញ្ចឹងបាទមានតែបងប្អូនទាំងអស់គ្នាទេបាទជួយ Subscribe នៅ Channel ខ្ញុំបាទម្នាក់មួយដើម្បីឲ្យដើម្បីទទួលបានវីដេអូថ្មីទៀតអញ្ចឹងណាបងប្អូនខ្ញុំនឹងចែករំលែកទៀតបាទបាយបាយ